តើប្រទេសរុស្ស៊ីគម្រាមកំហែងប្រទេសតូចក្នុងអង្គការ NATO ដោយការគម្រាមកំហែងនុយក្លេអ៊ែរយ៉ាងដូចនេះមន្ត្រីរុស្ស៊ីលោក Dmitry Medvedev ដែលជាអតីតប្រធានាធិបតីបានព្រមានប្រទេសតូចក្នុងអង្គការ NATO កុំឲ្យវាយលោកបាននិយាយថាមាត្រាទី5របស់អង្គការ NATO ដែលអំពាវនាវឲ្យមានការការពារទៅវិញទៅមកនិងមិនការពារពួកគេទេប្រសិនបើរុស្ស៊ីលោក Medvedev កំពុងឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍ពីមេតបកម្ពុជារបស់ប្រទេសអេស្តូនីដែលបាននិយាយអំពីការវាយប្រហារ Medvedev បាននិយាយថាប្រសិនបើរុស្ស៊ីប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រទេសដែលធ្វើសេចក្តីថ្លែងការណ៍បែបនេះនឹងត្រូវបំផ្លាញហើយនឹងនៅសល់តែស្នាមប្រឡាក់លោកបានបន្ថែមថាខណៈដែលអង្គការ NATO អាចនឹងឆ្លើយតបប្រទេសនោះនឹងលែងមានវត្តមានពីមុនប្រធានាធិបតីរុស្ស៊ីលោកពូទីនបានធ្វើបច្ចុប្បន្នភាពគោលនយោបាយនុយក្លេអ៊ែររបស់ប្រទេសដោយអនុញ្ញាតឲ្យមានការប្រើប្រាស់អាវុធនុយក្លេអ៊ែរសូម្បីតែក្នុងសង្គ្រាមធម្មតាក៏ដោយប្រសិនបើអេស្តូនីលោក Vahu Kharus បាននិយាយកាលពីសប្តាហ៍មុនថាផែនការថ្មីរបស់អង្គការ NATO ពាក់ព័ន្ធនឹងការដែលអេស្តូនីវាយប្រហាររុស្ស៊ីជាផ្នែកមួយនៃយុទ្ធសាស្ត្រ NATO អេស្តូនីជាអ្នកគាំទ្រដ៏រឹងមាំម្នាក់របស់អ៊ុយក្រែននៅក្នុងសង្គ្រាមជាមួយ